ដើម្បីវិតម្លៃសារព័ត៌មានមួយថាឯករាជ្យមិនឯករាជ្យអ្វីដែលគេត្រូវមើលមុនគេបំផុតគឺប្រភពហិរញ្ញវត្ថុនិយាយឲ្យស្រួលស្ដាប់ថាបានលុយមកពីណាមកបើកស្ថាប័នសារព័ត៌មាននោះបើសិនជាសារព័ត៌មាននោះគាត់មានលុយខ្លួនឯងគាត់រកប្រភពពាណិជ្ជកម្មអីផ្សេងដើម្បីយកមកទ្រទ្រង់ដំណើរការរបស់គាត់អត់មានទៅយកលុយពីម្ចាស់ជំនួយណាទេនោះអាចចាត់ទុកថាជាឯករាជ្យផ្នែកហិរញ្ញវត្ថុមួយហើយបាទប៉ុន្តែបើសិនជាយើងទៅយកលុយគេទាំងស្រុងពីម្ចាស់ជំនួយណាមួយហើយមកបើកសារព័ត៌មានយើងទៅអួតខ្លួនថាឯករាជ្យមិនកើតអត់កើតទេពីព្រោះធម្មតាម្ចាស់លុយគាត់ឲ្យលុយមកគាត់មានគោលដៅណាតិចឬច្រើនយើងត្រូវតែធ្វើតាមគាត់បើអត់ធ្វើតាមគេទេគេអត់ឲ្យលុយនិយាយឲ្យស្រួលស្ដាប់បាទអញ្ចឹងបើយើងអត់មានឯករាជ្យភាពខាងហិរញ្ញវត្ថុផងយើងទៅប្រកាសក្តែងថាខ្លួនឯងឯករាជ្យអត់ត្រូវបាទហើយរឿងសារព័ត៌មានខ្ញុំសូមបញ្ជាក់គេប្រយ័ត្នណាសូម្បីតែពាណិជ្ជកម្មការផ្សាយពាណិជ្ជកម្មគឺម្ចាស់ពាណិជ្ជកម្មគាត់បង់លុយឲ្យយើងត្រង់ហ្នឹងណាគេក៏ប្រយ័ត្នដែរគេខ្លាចក្រែងម្ចាស់ពាណិជ្ជកម្មហ្នឹងគឺប្រើប្រាស់ឥទ្ធិពលឬក៏លូកលាន់ចូលកិច្ចការផ្ទៃក្នុងផ្នែកព័ត៌មានអញ្ចឹងហើយបានជាគេបែងចែកដាច់ស្រឡះពីគ្នារវាងក្រមព័ត៌មានហើយនិងក្រមអ្នករកពាណិជ្ជកម្មគេអត់ឲ្យក្រមពីរនឹងមានឥទ្ធិពលគ្នាទៅវិញទៅមកទេគេខ្លាចប៉ះពាល់ដល់គុណភាពវិជ្ជាជីវៈព័ត៌មាននេះគេប្រយ័ត្នដល់ម្លឹងណាចុះទម្រាំតែយើងទៅយកលុយពីគេទាំងស្រុង 100% យកមកចាយយកមកដំណើរការប្រតិបត្តិការទាំងមូលយើងទៅអះអាងថាជាសារព័ត៌មានឯករាជ្យមិននឹងកើតការនិយាយភូតកុហកបាទដែលគួរតែបញ្ឈប់ពាក្យនឹងទៅបាទ